លោកត្រាំបញ្ជាឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ក្នុងរយៈពេល48ម៉ោងទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃសៅរ៍ទី21ខែមីនាឆ្នាំ2026បានបញ្ជាក់អំពីការទុកពេលឲ្យអ៊ីរ៉ង់រយៈពេល48ម៉ោងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញឬប្រឈមមុខនឹងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនខណៈដែលទីក្រុងតេអ៊ីរ៉ង់បានចាប់ផ្ដើមការវាយប្រហារលើអ៊ីស្រាអែលនៅក្នុងការបង្ហោះមួយនៅលើគណនី Truth Social របស់លោកត្រាំបាននិយាយថាប្រសិនបើអ៊ីរ៉ង់មិនបើកផ្លូវទឹកនេះឲ្យបានពេញលេញនិងសុវត្ថិភាពក្នុងរយៈពេលនោះសហរដ្ឋអាមេរិកនឹងបំផ្លាញទីតាំងផលិតថាមពលសំខាន់ៗរបស់អ៊ីរ៉ង់ដោយនឹងចាប់ផ្ដើមពីកន្លែងធំបំផុតទៅមុនចាប់តាំងពីសង្គ្រាមរវាងអ៊ីរ៉ង់និងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្ដើមនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026អ៊ីរ៉ង់បានរារាំងនិងគំរាមកំហែងច្រកសមុទ្រ Hormuz ដែលជាផ្លូវប្រេងនិងឧស្ម័នដ៏សំខាន់បំផុតរបស់ពិភពលោកប្រេងនិងឧស្ម័នតាមផ្លូវសមុទ្រប្រហែល 1/5 របស់ពិភពលោកជាធម្មតាឆ្លងកាត់ផ្លូវតូចជាងអ៊ីននេះដូច្នេះការបិទច្រកសមុទ្រនេះបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃនិងធ្វើឲ្យការផ្គត់ផ្គង់ថាមពលមិនសូវមានស្ថិរភាពនៅជុំវិញពិភពលោកទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត